ជំរាបសួរបងប្អូនដែលចូលចិត្តញ៉ាំសម្លម្ជូរទាំងអស់គ្នាហើយបងប្អូនដែលគាត់មិនសូវចូលចិត្តហើយនឹងមិនចេះញ៉ាំសម្លម្ជូរក៏ជំរាបសួរផងដែរចាប៉ុន្តែគាត់ថាធីមអ្នកអត់សូវចូលចិត្តញ៉ាំសម្លម្ជូរទុកជំរាបសួរក្រោយ អូខេចាថ្ងៃនេះគឺនាងខ្ញុំស្លម្ជូរក្បាលត្រីឆ្ដោលាយជាមួយនឹងត្រីប្រឡាក់កញ្ចុះហើយស្លម្ជូរបងប្អូនហើយពេលដែលយើងស្លឆ្អិនយកមកញ៉ាំជាមួយនឹងត្រីប្រឡាក់ប្រៃផ្អែមណាគឺមានរសជាតិឆ្ងាញ់ខ្លាំងមែនតើឥឡូវនេះសូមបងប្អូនមកមើលពីគ្រឿងផ្សំក៏ដូចជារបៀបចម្អិនសម្លម្ជូរជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចំពោះគ្រឿងផ្សំសម្លម្ជូររបស់នាងខ្ញុំចាបើនិយាយពីគ្រឿងផ្សំកាត់ចង្អាបនោះក៏មានជាមួយនឹងគល់ស្លឹកគ្រៃខ្ទឹមសខ្ទឹមក្រហមរំដេងហើយក៏មានជាមួយនឹងម្ទេសផ្លោកខៀវហើយនឹងម្ទេសក្រហមថ្ងៃនេះគឺនាងខ្ញុំស្លម្ជូរក្បាលត្រីឆ្ដោលាយជាមួយនឹងត្រីប្រឡាក់កញ្ចុះហើយក៏មានបន្ថែមជាមួយនឹងស្លឹកអំពិលឥឡូវនេះក៏នាងខ្ញុំបានដាក់ដាំទឹកបន្ទាប់ពីទឹកពុះហើយក៏ចាក់គ្រឿងកាត់ចង្អាបចូលចាដែលមានគល់ស្លឹកគ្រៃរំដេងហើយនឹងខ្ទឹមសខ្ទឹមក្រហមចាបន្តមកទៀតក៏ដាក់ត្រីប្រឡាក់កញ្ចុះចូលហើយក៏បន្ថែមជាមួយនឹងស្លឹកអំពិលចូលទៅរំងាស់ដើម្បីឲ្យចេញជាតិជូរហើយនឹងជាតិប្រៃបន្តមកទៀតក៏នាងខ្ញុំបន្ថែមជាមួយនឹងក្បាលត្រីចាបន្ទាប់ពីបានដាក់ក្បាលត្រីហើយគឺយកកម្របឆ្នាំងហ្នឹងមកគ្របរំងាស់ក្បាលត្រីរហូតដល់ឆ្អិនចាបន្ទាប់ពីក្បាលត្រីបានឆ្អិនហើយក៏បន្ថែមគ្រឿងផ្សំរសជាតិមានដូចជាប៊ីចេងម្សៅស៊ុបហើយក៏មានជាមួយនឹងស្ករនាងខ្ញុំដូចស្ករសបន្តិចចាបន្ទាប់ពីបានដាក់គ្រឿងផ្សំរសជាតិរួចរាល់ហើយក៏មកដាក់បងបន្លែចាបន្លែនាងខ្ញុំមានបន្លែផ្សិតចំបើងហើយនឹងត្រកួនចានិយាយទៅចំពោះស្លម្ជូរគឺនាងខ្ញុំអត់ដៃចោលជាមួយនឹងផ្សិតទេបងប្អូនពេលដែលយើងបន្ថែមជាមួយនឹងផ្សិតចំបើងគឺធ្វើឲ្យទឹកសម្លរបស់យើងវាមានរសជាតិឆ្ងាញ់ហើយឥឡូវនេះសម្លម្ជូររបស់នាងខ្ញុំគឺចាប់ផ្ដើមជះក្លិនឈ្ងុយហើយបងប្អូនអត់មានខឹងឬមួយក៏អន់ចិត្តជាមួយនឹងនាងខ្ញុំដែរចាអន់ចិត្តត្រង់ថាចាកុនធានហ្នឹងឲ្យតែថាចេញមុខម្ហូបតើ4-5វីដេអូហ្នឹងគឺត្រឡប់មកធ្វើស្លម្ជូរហើយអូខេចាដោយសារថានាងខ្ញុំម្នាក់នេះគឺចូលចិត្តញ៉ាំសម្លម្ជូរខ្លាំងមែនតើហើយវីដេអូដែលនាងខ្ញុំបង្ហាញពីសម្លម្ជូរក៏អត់ដែរជន់បន្លែគ្នាដែរបងប្អូនចាគឺខុសបន្លែគ្នារហូតអញ្ចឹងក៏បងប្អូនអត់ប្រកាន់ដែរអូខេចាឥឡូវនេះសម្លម្ជូររបស់នាងខ្ញុំគឺបានឆ្អិនរីរាល់ហើយចំពោះសម្លម្ជូរក្បាលត្រីនេះក៏ជូនជាពិសេសទៅដល់បងប្អូនដែលចូលចិត្តញ៉ាំសម្លម្ជូរដូចជានាងខ្ញុំចានិយាយទៅចំពោះរសជាតិសម្លម្ជូរបងប្អូនអត់ដឹងបរិយាយថាម៉េចទេគឺមានរសជាតិឆ្ងាញ់ខ្លាំងមែនតើចាហើយឥឡូវនេះវីដេអូបង្ហាញរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយនាងខ្ញុំសុគន្ធាក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំបើសិនមកជាបងប្អូនគិតថារាល់វីដេអូបង្ហាញរបស់នាងខ្ញុំមានប្រយោជន៍ទៅដល់បងប្អូនសូមបងប្អូនជួយចុច like ក៏ដូចជា share ចែករំលែកចា